ព្រោះខ្ញុំដឹងថាពេលវេលានេះនឹងមិនអាចត្រឡប់មកក្រោយវិញបានទេខ្ញុំនឹងចាត់ទុកពេលវេលាថាជារបស់ដើម្បីកម្ចាត់ចោលនៅទម្លាប់សេចក្តីចាំសិនខ្ញុំត្រូវចាប់ផ្ដើមធ្វើកិច្ចការនោះជាបន្ទាន់ដើម្បីកម្ចាត់ចោលនៅសេចក្តីសង្ស័យដូច្នេះហើយនៅថ្ងៃនេះខ្ញុំនឹងសន្សំសំចៃគ្រប់វិនាទីមិនខ្ជះខ្ជាយសោះឡើយព្រោះខ្ញុំដឹងថាពេលវេលានេះនឹងមិនអាចត្រឡប់មកក្រោយវិញបានទេវាមិនអាចទៅរួចទេដែលចង់សន្សំពេលវេលានៅថ្ងៃនេះទុកនៅក្នុងធនាគារដើម្បីដកយកមកប្រើវិញនៅថ្ងៃស្អែកនោះព្រោះតើនរណាអាចចាប់ពេលវេលាមកទុកបានទៅវិនាទីនីមួយៗនៅថ្ងៃនេះត្រូវតែស្រវាចាប់ឲ្យជាប់ដោយដៃទាំងពីរនិងត្រូវមានសេចក្តីស្រឡាញ់ពេលវេលាឲ្យបានខ្លាំងនិងអស់ពីចិត្តព្រោះពេលវេលាមួយវិនាទីនេះមានតម្លៃលើសពីមាសប្រាក់ទៅទៀតតើមនុស្សម្នាក់ដែលកំពុងតែដេករង់ចាំសេចក្តីស្លាប់អាចយកមាសដែលខ្លួនមានទាំងប៉ុន្មានមកទិញខ្យល់ដង្ហើមបន្ថែមទៀតបានដែរឬទេបើពេលវេលាសំខាន់យ៉ាងនេះតើខ្ញុំត្រូវដាក់តម្លៃឲ្យពេលវេលាក្នុងតម្លៃណាចម្លើយគឺខ្ញុំនឹងចាត់ទុកពេលវេលាថាជារបស់មានតម្លៃដែលមិនអាចកាត់ថ្លៃបានខ្ញុំនឹងរស់នៅថ្ងៃនេះឲ្យដូចជាថ្ងៃចុងក្រោយរបស់ខ្ញុំដូចនេះខ្ញុំនឹងកម្ចាត់ចោលនៅសកម្មភាពទាំងឡាយណាដែលបំផ្លាញពេលវេលាដើម្បីកម្ចាត់ចោលនៅទម្លាប់នៃសេចក្តីចាំសិន procrastination ខ្ញុំត្រូវចាប់ផ្ដើមធ្វើកិច្ចការនោះជាបន្ទាន់ដើម្បីកម្ចាត់ចោលនៅសេចក្តីសង្ស័យស្ទាក់ស្ទើរ doubt ខ្ញុំត្រូវកសាងជំនឿ faith ដើម្បីកម្ចាត់សេចក្តីខ្លាច fear ខ្ញុំត្រូវបណ្ដោះសេចក្តីក្លាហាននៅក្នុងគ្រប់សកម្មភាពការងារបើជួបមនុស្សដែលចូលចិត្តនិយាយរឿងអត់បានការខ្ញុំនឹងមិនខ្ចីយកត្រចៀកស្ដាប់បើជួបមនុស្សដែលចូលចិត្តធ្វើរឿងអត់បានការខ្ញុំមិនខ្ចីពឹងពាក់ពួកគេបើជួបមនុស្សដែលមិនចូលចិត្តធ្វើការងារខ្ញុំមិនខ្ចីយកខ្លួនទៅទៀតដូច្នេះចាប់ពីពេលនេះតទៅខ្ញុំនឹងចងចាំថាដើម្បីកម្ចាត់ចោលនៅសេចក្តីអត់បានការគឺត្រូវលួចរៀនធ្វើតាមបុគ្គលទាំងឡាយណាដែលខ្ញុំមានសេចក្តីគោរពនិងកោតស្ញប់ស្ញែងប៉ុន្តែមិនមែនមានន័យថាខ្ញុំគឺជាចោលនោះទេខ្ញុំគឺជាមនុស្សដែលគួរឲ្យស្រឡាញ់ហើយថ្ងៃនេះគឺជាឱកាសចុងក្រោយដើម្បីបង្ហាញនៅសេចក្តីស្រឡាញ់និងសេចក្តីអស្ចារ្យរបស់ខ្ញុំឲ្យពិភពលោកបានឃើញខ្ញុំនឹងរស់នៅថ្ងៃនេះឲ្យដូចជាថ្ងៃចុងក្រោយរបស់ខ្ញុំកិច្ចការសម្រាប់ថ្ងៃនេះខ្ញុំត្រូវធ្វើឲ្យចប់អស់នៅថ្ងៃនេះនៅថ្ងៃនេះខ្ញុំគួរឆ្លៀតពេលប្រឡាយលេងជាមួយកូនរបស់ខ្ញុំព្រោះនៅថ្ងៃស្អែកពួកគេនឹងចាកចេញទៅហើយសូម្បីខ្ញុំក៏ត្រូវចាកចេញទៅដែរនៅថ្ងៃនេះខ្ញុំនឹងអោបភរិយារបស់ខ្ញុំព្រមទាំងថើបនាងដោយសេចក្តីស្រឡាញ់ព្រោះនៅថ្ងៃស្អែកនាងនឹងចាកចេញទៅហើយសូម្បីខ្ញុំក៏ត្រូវចាកចេញទៅដែរនៅថ្ងៃនេះខ្ញុំនឹងជួយជ្រោមជ្រែងមិត្តភ័ក្តិរបស់ខ្ញុំព្រោះនៅថ្ងៃស្អែកពួកគេនឹងលេងស្រែកដង្ហោយហៅឲ្យខ្ញុំជួយទៀតហើយចំណែកឯខ្ញុំវិញក៏បានលេងឮសំឡេងដង្ហោយហៅឲ្យជួយរបស់ពួកគេទៀតដែរនៅថ្ងៃនេះខ្ញុំនឹងធ្វើពលិកម្មខ្លួនឯងដើម្បីការងារព្រោះនៅថ្ងៃស្អែកខ្ញុំនឹងមិនមានអ្វីដើម្បីធ្វើការលះបង់ទៀតទេដូច្នេះខ្ញុំក៏គ្មានអ្វីដែលត្រូវទទួលមកវិញដែរខ្ញុំនឹងរស់នៅថ្ងៃនេះឲ្យដូចជាថ្ងៃចុងក្រោយរបស់ខ្ញុំបើថ្ងៃនេះគឺជាថ្ងៃចុងក្រោយវាក៏ជាពេលវេលាដ៏មានន័យបំផុត
ខ្ញុំនឹងធ្វើថ្ងៃនេះឲ្យទៅជាថ្ងៃដែលល្អបំផុតនៅក្នុងឆាកជីវិតរបស់ខ្ញុំនៅថ្ងៃនេះខ្ញុំនឹងក្រេបយកគ្រប់វិនាទីទាំងអស់រហូតដល់វិនាទីចុងក្រោយខ្ញុំនឹងក្រេបយករសជាតិរបស់វាដោយសេចក្តីអំណរអរគុណជាអនេកខ្ញុំមិននឹងរំលង1ម៉ោងណាឡើយហើយនីតិនីមួយៗគឺជានីតិនៃផលប្រយោជន៍ខ្ញុំនឹងប្រឹងធ្វើការខ្លាំងជាងពេលណាទាំងអស់ប្រៀបដូចទៅនឹងការប្រឹងលើកដុំដែករហូតដល់សាច់ដុំស្រែកសូមអង្វរឲ្យទម្លាក់ដុំដែកចោលប៉ុន្តែខ្ញុំនៅតែប្រឹងបន្តទៀតខ្ញុំនឹងអំពាវនាវហៅអតិថិជនឲ្យបានច្រើនជាងកាលពីមុនខ្ញុំនឹងលក់ទំនិញឲ្យបានដាច់ច្រើនជាងកាលពីមុនខ្ញុំនឹងរកមាសឲ្យបានច្រើនជាងកាលពីពេលមុនមួយនាទីនៅថ្ងៃនេះគឺតែនាំមកនៅផលប្រយោជន៍បានច្រើនជាងប្រយោជន៍ដែលនាំមកក្នុងពេល1ម៉ោងកាលពីម្សិលមិញដូច្នេះពេលចុងក្រោយនេះគឺជាពេលដ៏ល្អពិសេសបំផុតនៅក្នុងឆាកជីវិតរបស់ខ្ញុំនឹងរស់នៅថ្ងៃនេះឲ្យដូចជាថ្ងៃចុងក្រោយរបស់ខ្ញុំនឹងលុតជង្គង់ចុះហើយក្រាបថ្វាយបង្គំដើម្បីសម្ដែងនៅសេចក្តីដឹងគុណឥឡូវនេះដុំទី5ត្រូវបានបញ្ចប់ជួបជាមួយនឹងខ្ញុំបាទប៉ុនសភារិតនៅដុំទី6ដែលមានចំណងជើងថាថ្ងៃនេះខ្ញុំនឹងធ្វើជាម្ចាស់លើអារម្មណ៍ខ្លួនឯង Today I will be master of my emotions